នៅផ្ទះអត់សុខមែនទេតោះយើងទៅដល់លេងទាំងអស់គ្នានេះណអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនានៅក្រុងតាខ្មៅថាមានកន្លែងអីញ៉ាំខ្លះទៅណហើយទីតាំងទី1ដែលយើងបានទៅហ្នឹងគឺមហោបួរដល់ព្រាមគឺខ្ញុំបានកំងជាមួយនឹងស៊ុបផ្សិតហើយនឹងផ្សិតបំពងហើយក៏បន្ថែមជាមួយនឹងពោតឆាប័រផងដែរក្រោយពីកំងហើយយើងក៏បានរងចាំស៊ុបពូអញ្ចឹងយើងនៅញ៉ាំជាមួយនឹងផ្សិតបំពងលេងសិនរសជាតិគឺថាឆ្ងាញ់ដល់បែបមកអ្នកទាំងអស់គ្នាខ្ញុំឲ្យមេដៃរ៉ែតឲ្យ10លើ10ទៀតមើលតែទឹកមុខទៅគឺថាអត់និយមមែនប៉ុន្តែរសជាតិគឺថាឆ្ងាញ់មែនមើលតែមកទៅគឺដឹងហើយតាពីរហូតតាពីបដាលើកមេដៃបដាពេលនងគឺថាទឹកស៊ុបពុះហើយយើងក៏បានដាក់បន្លែចូលហើយយើងនៅញ៉ាំពោតឆាបងម្ដងគឺថារសជាតិអាចទទួលយកបានខ្ញុំរ៉ែតឲ្យ8ទៅ10គឺថាមានជាការញ៉ាំហើយលើកមេដៃរហូតតែយើងក៏បានញ៉ាំជាមួយនឹងស៊ុបផ្សិតនេះគឺថារសជាតិឆ្ងាញ់ទីដែរអ្នកទាំងអស់គ្នាមើលតែមកទៅគឺដឹងហើយតាពីញាប់សាហាវមុននឹងយើងទៅទីតាំងបន្ទាប់យើងក៏បានខ្ចប់ជាមួយនឹងស៊ុបមួយឈុតផងដែរទីតាំងទី2ដែលយើងទៅបន្ទាប់គឺទៅទិញទឹកសណ្តែកដាក់ពងមាន់ដែលជាភេសជ្ជៈមួយល្បីនៅក្រុងតាខ្មៅមកហើយគឺថាมันអាចអាក់ខានបានឡើយស្ទាយលើកមេដៃនេះនាងខ្ញុំសុំទិញដាច់ហើយចាគឺថាគ្រប់វីដេអូគឺនាងខ្ញុំលើកមេដៃរហូតការរងចាំទឹកសណ្តែកចំនួន2កែវនោះគឺយើងទទួលបានហើយអាចនិយាយបានថារសជាតិគឺឆ្ងាញ់ទៀតហើយអីក៏ឆ្ងាញ់ដែរយើងទិញបាន2កែវហ្នឹងគឺយើងយកទៅញ៉ាំនៅមុខមាត់ទន្លេលក្ខណៈថាញ៉ាំទឹកស្តែកបដាគោយគុណមើលទេសភាពបដាហើយចំពេលល្ងាចពេលថ្ងៃរៀបលិចដែរអ្នកទាំងអស់គ្នាក្រោយពីយើងបានញ៉ាំជាមួយនឹងទឹកស្តែកអស់ហើយយើងក៏រៀបចំទៅភ្នំពេញវិញប៉ុន្តែមុននឹងទៅយើងក៏បានទិញជាមួយនឹងទឹកស្តែកមួយកែវផងដែរ